ផ្នែកភាសាព្រោះតែយើងដឹងហើយមានផ្នែកគណនាលេខច្រើនអញ្ចឹងបើសិនជាយើងភ័យអាចធ្វើឲ្យយើងគណនាលេខខុសគ្នាយើងប្រកាសជាដឹងហើយថានៅក្នុងមុខវិជ្ជាតែសេចក្តីផ្នែកវិទ្យាសាស្ត្រគឺមានពេលវេលាតែ1ម៉ោង30នាទីអញ្ចឹងវាខ្លីអញ្ចឹងបើសិនជាយើងអត់ចេះគ្រប់គ្រងពេលវេលាបានល្អអាចធ្វើឲ្យយើងសរសេរអត់ទាន់ចំពោះប្រវត្តិវិទ្យាដូចគ្នាពេលខ្លះគាត់អាចចេះសំណួរប៉ុន្តែគាត់អត់សរសេរលឿនឬក៏អត់ចេះបែងចែកគ្រប់គ្រងពេលវេលាបានត្រឹមត្រូវធ្វើឲ្យគាត់សរសេរអត់ទាន់ដូចគ្នាបងសម្រាប់ខាងសង្គមខ្ញុំចង់ណែនាំឲ្យបងប្អូនអានសំណួរឲ្យបានច្បាស់ដោយសារខាងវិញ្ញាសាសង្គមពេលខ្លះគេអាចនឹងផ្លេចសំណួរបងគេអាចនឹងបន្លំយើងបន្តិចបន្តួចលេងពាក្យធ្វើឲ្យយើងពេលឃើញហើយយើងអាចនឹងភ័យថាអូសំណួរមួយនេះយើងអត់ដែរជួបពីមុនទេកុំភ័យហើយមួយទៀតការភ័យហ្នឹងក៏អាចធ្វើឲ្យយើងទៅសេទៅចាក់សំណួរចាក់ប្រធានបានដែរផ្នែកគំនិតយុវជនឧបត្ថម្ភដោយសារតែការប្រឡងមានរយៈពេលត្រឹមតែ2ថ្ងៃទេហើយមួយក្នុងជីវិតរបស់យើងអាចថាប្រឡងម្ដងទៅម្ដងឯណោះអញ្ចឹងចង់ដឹងថាតើនៅព្រឹកថ្ងៃប្រឡងតើថ្ងៃតាំងពីថ្ងៃនៃការប្រឡងនៅពេលព្រឹកថាតើបងប្អូនទាំងពីរបានត្រៀមលក្ខណៈបែបណាដែលធ្វើឲ្យការប្រឡងតាំងពីថ្ងៃនេះចប់ទៅដោយរលូនដោយមិនមានការបារម្ភភ័យព្រួយចាបងសម្រាប់ខ្ញុំយើងគួរតែងើបពីព្រឹកដើម្បីត្រៀមខ្លួនហើយរំលឹកអ្វីដែលប្រឡងនៅព្រឹកហ្នឹងហើយមួយទៀតតកតងនឹងអាហារពេលព្រឹកបើសិនជាយើងដឹងខ្លួនថាបើយើងញ៉ាំឧទាហរណ៍ថាជ្រក់យើងញ៉ាំទៅយើងធ្វើឲ្យយើងឈឺពោះអញ្ចឹងយើងកុំញ៉ាំយើងហើយទឹកក៏កុំសូវផឹកច្រើនពេកដែរអាចធ្វើឲ្យយើងឈឺនោមអីចឹងពេលប្រឡងអាចនឹងពិបាកក្នុងការចេញចូលអីចឹងហ៎បងហើយមួយទៀតតកតងនឹងផ្លូវអារម្មណ៍យើងអាចនឹងភ័យអញ្ចឹងបើសិនជាយើងគិតថាសុំពរពីប៉ាម៉ាក់ឲ្យប៉ាម៉ាក់អោបឬក៏ជូនពរយើងបាត់ភ័យយើងធ្វើទៅដើម្បីខ្លួនឯងកុំឲ្យមានបញ្ហានៅព្រឹកថ្ងៃប្រឡងបងសម្រាប់ខ្ញុំដូចគ្នាមួយគាត់បងចូលគេងពីចូលគេងឲ្យលឿនហើយហូបឲ្យលឿនដែរហើយចេញទៅមណ្ឌលប្រឡងយ៉ាងហោចណាស់ឲ្យបាន1ម៉ោងកន្លះមុនម៉ោងប្រឡងបងនៅក្នុងពេលប្រឡងជួនកាលប្រឡងពេលផឹកអញ្ចឹងទៅយើងធ្វើបានច្រើនឯងយើងសុវ័យចិត្តមានកម្លាំងចិត្តសម្រាប់ប្រឡងពេលថ្ងៃអីចឹងទៅប៉ុន្តែពេលខ្លះទៀតស្រាប់តែយើងធ្វើបានតិចឬក៏មានចំណុចខ្លះដែលយើងធ្វើខុសអីចឹងទៅធ្វើឲ្យយើងរៀងខួរក្បាលរបស់យើងដក់ជាប់អញ្ចឹងតើបើសិនជាយោបល់បងអូនទាំងពីរតើអូនគិតថាបើសិនជាគាត់ធ្វើអត់បានអ្វីដែលគាត់បានកំណត់រំពឹងទុកឲ្យខ្លួនឯងគាត់គួរតែរក្សាអារម្មណ៍ខ្លួនឯងបែបណាដើម្បីទាញខ្លួនឯងមកវិញពីមុខវិជ្ជាណាមួយដែលគាត់បានធ្វើមិនត្រឹមត្រូវឬក៏ធ្វើអត់បានច្រើននឹងដើម្បីអាចមានកម្លាំងបន្តទៅកាន់មុខវិជ្ជាផ្សេងដែរយើងគួរតែគិតថាឧទាហរណ៍ព្រឹកហ្នឹងប្រឡងប្រវត្តិហើយនឹងជីវៈអញ្ចឹងបើសិនជាយើងធ្វើប្រវត្តិអត់ល្អយើងចូលដល់ជីវៈយើងកុំគិតពីមុខវិជ្ជាមុនដោយសារតែយើងធ្វើរួចហើយយើងអាចត្រឡប់ក្រោយទៅកែអ្វីដែលយើងបានធ្វើហើយអញ្ចឹងអ្វីដែលយើងត្រូវផ្ដោតគឺទៅមុខវិជ្ជាបន្ទាប់គឺជីវៈអញ្ចឹងយើងព្យាយាមគិតឬក៏ប្រម៉ែប្រមូលអារម្មណ៍ទៅផ្ដោតទៅលើមុខវិជ្ជាជីវៈវិញបងសម្រាប់ខ្ញុំគឺនៅពេលដែលប្រឡងឲ្យមុខវិជ្ជាគឺបំភ្លេចចោលបងឧទាហរណ៍ថាយើងប្រឡងប្រវត្តិយើងធ្វើអត់សូវបានល្អយើងបំភ្លេចរឿងនឹងចោលហើយយើងគួរកិនចេះវិញថាបើគិតថាខ្លួនឯងធ្វើអត់បានល្អនៅមុខវិជ្ជាប្រវត្តិមុខវិជ្ជាបន្ទាប់ធ្វើមិនយកឲ្យបានល្អដើម្បីបំពេញបន្ទុកធ្វើឲ្យយើងបាននិទេសដែលយើងចង់បានសារដែលខ្ញុំចង់ផ្ដល់ទៅបងប្អូនជាពិសេសអ្នកដែលគាត់មានគោលដៅចង់បាននិទេសល្អគឺជឿជាក់លើខ្លួនឯងបងហើយមានភាពជាប់លាប់បានន័យថាបើយើងដាក់គោលដៅហើយយើងត្រូវអនុវត្តវាឲ្យបានជាប់លាប់ទោះសល់3ថ្ងៃក៏ដោយក៏យើងត្រូវមានគោលដៅច្បាស់លាស់យើងគិតថាយើងអាចធ្វើបានអញ្ចឹងប្រកាសថាយើងអាចនឹងជាប់សំខាន់គឺលើការតាំងចិត្តហើយនឹងការខំប្រឹងប្រែងរបស់យើងហើយបើមានឧបសគ្គអ្វីក៏ដោយកុំឲ្យឧបសគ្គមួយនឹងរារាំងធ្វើមកយើងជំនះវាឲ្យបានត្រូវគិតថាឧបសគ្គទូជាប៉ុន្តែយើងធំជាងឧបសគ្គហ្នឹងបងសល់ពេលប្រហែលថ្ងៃចុងក្រោយហ្នឹងយើងក៏គុំទម្លាក់ដៃនៅតែរំលឹកដដែលគុំច្រឡំថាខ្លួនឯងចេះយើងគិតថាយើងអត់ទាន់គ្រប់គ្រាន់ហើយយើងនៅតែព្យាយាមរក្សាអ្វីដែលយើងត្រូវធ្វើដដែលព្យាយាមរំលឹកព្យាយាមទន្ទិញហើយគុំតម្លាក់ដែរអសោះពេលខ្លះអាចនឹងបន្តិចចុងក្រោយហ្នឹងអាចធ្វើឲ្យយើងទៅដល់គោលដៅរបស់យើងក៏ថាបានដែរបងមួយថ្ងៃចុងក្រោយហ្នឹងខ្ញុំនៅតែមើលបងមិនមែនថាអត់មើលសោះឲ្យមើលដែរតែយើងផ្ដោតទៅលើមុខវិជ្ជាណាដែលប្រឡងនៅព្រឹកថ្ងៃស្អែកធនាគារកាណាឌីយ៉ាដៃគូហិរញ្ញវត្ថុជាទីទុកចិត្តរបស់លោកអ្នកស៊ីស៊ីថាមភាសាចិនសារព័ត៌មានភាសាចិនរបស់កម្ពុជាទំនាក់ទំនងផ្សាយ070 66 33 70 012 33 00 98